do បាទអញ្ចឹង what are you going to do នេះគឺគេចង់បង្ហាញយើងពាក់ព័ន្ធជាមួយនឹង future achievement ឬក៏ពាក់ព័ន្ធជាមួយនឹង future plan ដែលយើងប្រើវានៅពេលអនាគតអញ្ចឹងនៅកន្លែងនេះដោយខ្ញុំកណ្ដាលនេះបាទសូមលើកយកជា grammar មកតែម្ដងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ be going to be going to នេះគឺជា structure មួយដែលគេឲ្យយើងយកមកប្រើនៅក្នុងទម្រង់សម្រាប់បង្ហាញទៅលើអនាគតបាទ be going to អញ្ចឹងនៅក្នុង be going to នេះដែលយើងមានជា structure ឬក៏យើងមានជា form វាណាជាទម្រង់វាគឺយើងប្រើពាក្យថា affirmative និយាយ affirmative នៅក្នុង affirmative ដែលយើងបាន subject ខ្លះជាមួយនឹង to be ខ្លះវាជាមួយ to be យើងដឹងថា to be នៅក្នុង to be របស់នេះវាមានអីគេវាមាន3មាន and មាន is មាន are and is areអញ្ចឹងនៅក្នុង to be នេះគឺមាន and is are បើយើងប្រើវា plus ជាមួយនឹង going to ខ្លះជាមួយនឹង verb infinitive verb ហើយខ្លះជាមួយនឹង object អញ្ចឹងនៅក្នុងទម្រង់affirmative ឬក៏ជាទម្រង់ positive សន្តាននេះគឺយើងបាន subject plus to be plus going to plus infinitive verb plus ជាមួយនឹង object ខ្លះវាជាមួយនឹង object នៅទីនេះយើងបានជា example ណាជា example she's going to visit her parents ណា she's going to visit her parents អញ្ចឹងនៅក្នុងនេះមានន័យថា she ដើរតួជា subject រីឯ to be is ណា to be នេះគឺជា to be នៅក្នុងនេះយើងនិយាយពាក្យព័ន្ធជាមួយនឹង am is are បាទហើយ going to វាគឺជា structure ដែលគេឲ្យយើងយកមកប្រើនៅក្នុងទម្រង់មួយនៅក្នុងវិធីមួយដើម្បីនិយាយទៅកាន់ឬនិយាយទៅពេលអនាគតរីឯពាក្យថា visit ឬក៏កិរិយាសព្ទ visit នេះគឺជា infinitive verb បាទហើយខាងនេះវាដើរតួជា object អញ្ចឹងនៅក្នុងប្រយោគនេះមួយគឺយើងមានបទធាតុមាន to be មាន going to មាន infinitive verb ហើយនិង object អញ្ចឹងជាសំខាន់ we narrate she is going to visit her parents អញ្ចឹងគាត់នឹងទៅសួរសុខទុក្ខម៉ាក់ប៉ារបស់គាត់អញ្ចឹងគឺគេប្រើទម្រង់នេះនាពេលអនាគតឬក៏សម្រាប់ធ្វើអ្វីមួយនៅពេលអនាគតដែលគេឲ្យជាមួយថាពាក់ព័ន្ធជាមួយនឹង future achievement ឬក៏ future plan ដែលយើងប្រើ be going to now one more we are going to learn English with John we are going to learn English with John បាទពួកយើងនឹងរៀនភាសាអង់គ្លេសជាមួយនឹង John yeah they are going to stay at the countryside they are going to stay at the countryside ពួកគេនឹងទៅស្នាក់នៅឯជនបទអញ្ចឹងទម្រង់នេះគឺជាទម្រង់របស់ positive ឬក៏យើងហៅថាទម្រង់របស់ affirmative ដែលយើងប្រើវាសម្រាប់ធ្វើអ្វីមួយឬក៏ការងារមួយទៅធ្វើអនាគតពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើ be going to ទី2ពាក់ព័ន្ធជាមួយនឹង negative ដែលយើងបាន subject plus to be plus not plus going to plus infinitive verb plus object ឥឡូវយើងមើលជា example មើលជា example នៅក្នុងទម្រង់negative របស់វាទម្រង់បដិសេធ example my father is not going to receive nothing my father is not going to receive nothing អញ្ចឹងឪពុករបស់ខ្ញុំគាត់នឹងមិនទៅលេងនៅឯទីក្រុងភ្នំពេញទេនេះគឺជាទម្រង់បដិសេធនៅក្នុងការប្រើប្រាស់ជាមួយនឹង be going to now one more we are not going to eat out this evening ពួកយើងមិនទៅញ៉ាំអាហារនៅខាងក្រៅទេគឺនិយាយអូខេអញ្ចឹងគឺយើងប្រើវាជាមួយនឹង be going to ហើយយើងប្រើវាជាមួយនឹង not នៅពេលដែលយើងប្រើនៅក្នុងទម្រង់បដិ
design បាទទម្រង់ by design បាទទី3គឺយើងប្រើនៅក្នុងទម្រង់ introgative introgative គឺគេហៅថាជាទម្រង់របស់ទម្រង់ question នៅក្នុងទម្រង់ question យើងអាចបែងជាពីរទី1គឺយើងប្រើ yes no question ទី2គឺយើងប្រើពពួក W question ឬក៏ពពួក question verb បាទដែលយើងហៅវាថា W question ក៏បានយើងហៅវាថាជា question verb ក៏បានដែរបាទអញ្ចឹងនៅក្នុង structure នេះដោយខ្ញុំកណាខ្ញុំបានសរសេរនៅទម្រង់ពាក់ព័ន្ធជាមួយនឹង yes no question បាទដែលយើងយក to be បាន to be as subject ខ្លះ going to ខ្លះជាមួយនឹង infinitive verb object ខ្លះ question mark បាទខ្លះ question mark បាទអញ្ចឹងដូចនេះគឺយើងបាន to be ខ្លះ subject ខ្លះ going to ខ្លះ infinitive verb object ខ្លះ question mark បាទអញ្ចឹងទម្រង់សំណួរនេះយើងឲ្យឈ្មោះថាជាពពួកទម្រង់សំណួរ yes no question បាទទម្រង់សំណួរ yes no question បាទ Are you going to Paris this evening តើអ្នកនឹងទៅចូលរួមពិធីជប់លៀងនៅពេលនេះទេបាទអញ្ចឹងសំណួរនេះគឺពាក់ព័ន្ធជាមួយសំណួរ yes no question ប៉ុន្តែសំណួរពីខាងក្រោមនេះមិនមែនជា yes no question ទេគឺជាពពួកដាក់ប្រយោគ question ឬក៏យើងឲ្យឈ្មោះថាជាពពួក question verb ជាពពួកសំណួរ question verb What are you going to do tomorrow now one more Where are you going to visit next week អញ្ចឹងសំណួរថ្មីណាដែលយើងប្រើពពួក WA ឬក៏ question verb បែបនេះគេមិនឲ្យឈ្មោះថាជាសំណួរបែប yes no question ទេគឺសំណួរត្រូវការការឆ្លើយឬក៏ត្រូវការការអធិប្បាយបន្ថែមក្រៅបាទអញ្ចឹងនៅកន្លែងនេះគ្រាន់តែខ្ញុំបាននឹងលើកដោយសង្ខេបពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើទម្រង់នៃការប្រើប្រាស់ be going to ឬក៏យើងប្រើថាជាប្រយោគមួយដែលគេប្រើវានៅពេលអនាគតថា future argument ឬក៏ពាក់ព័ន្ធជាមួយនឹង future plan បើប្រយោគ be going to នេះមកប្រើវាដើម្បីបង្កើតជាទម្រង់ប្រយោគ positive ឬក៏ affirmative ប្រយោគ negative ឬក៏ប្រយោគ interrogative ដើម្បីមកប្រើប្រាស់វាសម្រាប់ប្រើប្រាស់លើសកម្មទី1ដែលកាលឡើងនៅពេលអនាគតអញ្ចឹងគឺមាន3ទម្រង់នេះដែលយើងយកមកប្រើស្របបរិស័ទនិងសំសំណួរលើពេលដែលយើងប្រើវាជាមួយនឹង be going to អញ្ចឹងគឺមានប្រធានសូមអរគុណកន្លែងចាស់នេះខ្ញុំកណាសូមបញ្យល់គុណចាស់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ different and difference នេះ difference នេះ difference ពាក់ព័ន្ធជាមួយនឹង different មួយគឺដើរតួជា adjective ហើយមួយនេះដើរតួជា noun អញ្ចឹងរវាងការប្រើប្រាស់ different and difference នេះគឺផ្សេងគ្នាការប្រើប្រាស់ជាគុណនាមផ្សេងហើយការប្រើប្រាស់ក្នុងនាមដើរតួជានាមផ្សេងឥឡូវជាដំបូងយើងមើល different ដែលវាដើរតួជា adjective ដើរតួជា adjective អញ្ចឹងមានថា different នេះវាដើរតួជាគុណនាមអញ្ចឹងដល់ពេល different នេះវាដើរតួជា adjective អញ្ចឹងយើងប្រើវាជាមួយនឹង preposition from ជាមួយនឹង preposition from អញ្ចឹងដើម្បី adjective use a with from អញ្ចឹងដល់ពេលដែល different នេះវាដើរតួជាគុណនាមយើងប្រើវាជាមួយនឹង preposition from ឥឡូវយើងមើលជា example for example number 1 coffee is different from tea coffee is different from tea អញ្ចឹង different នេះវាដើរតួជា adjective ដើរតួជា adjective អញ្ចឹងមានថាម៉េចមានថា cafe គឺវាមិនដូចតែគឺវាខុសគ្នាពីតែអញ្ចឹង cafe គឺខុសគ្នាពីតែអញ្ចឹង different from tea okay example ទី2 apple is different from an orange ណា different from an orange អញ្ចឹងមានអ្វីមានថាផ្លែប៉ោមនេះគឺវាមិនដូចនឹងផ្លែក្រូចទេអញ្ចឹងមិនដូចផ្លែក្រូចទេ okay number 3 wine is different from beer
why is different from beer មានថាស្រាវ៉ាញស្រាណាគឺវាផ្សេងគ្នាអំពី beer អំពីស្រាអញ្ចឹងនៅកន្លែងនេះគឺយើងប្រើវាជាមួយនឹង different នេះគឺដើរតួជាគុណនាម Number 4 example number 4 dog is different from cat ឆ្កែដូចគ្នានឹងឆ្មាទេអញ្ចឹងនៅកន្លែងនេះនៅពេលណាដែលយើងប្រើ different ដែលគេដើរតួជា adjective គឺយើងប្រើវាជាមួយនឹង preposition from អញ្ចឹងយើងប្រើ different ដែលគេប្រើដើរតួជា adjective អញ្ចឹងយើងមើល different នេះគឺដើរតួជាគុណនាមផ្សេងគ្នាចឹងគឺមាន example ប៉ុណ្ណេះសម្រាប់កណ្ដាលគិតចាស់ឬក៏បងប្អូនអាចទៅសិក្សាជាបន្តទៀតពាក់ព័ន្ធនឹងការប្រើប្រាស់ different ដែលវាដើរតួជា adjective ឥឡូវអូខេតោះចាំកាត់1 2 3អូខេឥឡូវកណ្ដាលគិតចាស់បងប្អូនទាំងអស់ទៅលេខមើលមកកណ្ដាលពាក់ព័ន្ធជាមួយនឹងdifference ដែលវាដើរតួជានាមអញ្ចឹង difference នេះគឺដើរតួជានាមអញ្ចឹងនៅពេលដែលវាដើរតួជានាមណាបាទ use a with between នៅពេលដែល different នេះវាដើរតួជានាមអញ្ចឹងគឺយើងប្រើប្រាស់វាជាមួយនឹង preposition between ណា between អញ្ចឹងយើងប្រើវាជាមួយនឹង between ឥឡូវយើងមើលជា example for example ដែលយើងប្រើប្រាស់វាជាមួយនឹង between ហើយវាដើរតួជានាមអញ្ចឹងយើងមើលជា example នៅកន្លែងនេះខ្ញុំកណ្ដាលច្បាប់ដាក់ជា3 example សម្រាប់យើងយកធ្វើជាកតិហើយអាចសិក្សាស្រាវជ្រាវបន្ថែមទៀតពាក់ព័ន្ធជាមួយនឹង different នេះដែលដើរតួជានាមឥឡូវយើងមើល example នេះthere is a big difference between tea and coffee. Now, there is a big difference between tea and coffee. But tea and coffee. អញ្ចឹងតែមិនថាវាមានភាពផ្សេងគ្នាខ្លាំងបំផុតរវាងតែហើយនិងកាហ្វេគឺវាមិនដូចគ្នាតែនិងកាហ្វេគឺវាផ្សេងគ្នាមិនដូចគ្នាអញ្ចឹងចង់បញ្ជាក់ដែរនេះពាក់ព័ន្ធជាមួយនឹង difference ទីនេះគឺវាដើរតួជានាមម្ល៉េះហើយបានគេប្រើវាជាមួយនឹង preposition between okay one more there is difference between wine and beer okay wine and beer okay different between អញ្ចឹង different ទីនេះវាដើរតួជានាម okay different នេះដើរតួជានាម yeah number 3 there is a big difference between dogs and cat okay this different here ដើរតួជានាមអញ្ចឹងបានគេប្រើវាជាមួយនឹង preposition between អញ្ចឹងនៅកន្លែងនេះនៅពេលណាដែល different នេះវាដើរតួជានាមអញ្ចឹងយើងត្រូវប្រើវាជាមួយនឹង between បាទ between ដោយសារតែវាដើរតួជានាមយើងយកវាមកប្រើក្នុងគណៈនៃការនិយាយភាពផ្សេងគ្នាឬភាពមិនដូចគ្នាបាទនៅគាត់ថាមួយវាដើរតួជានាមបាទអញ្ចឹងគឺលក្ខខណ្ឌដែលនេះយើងសរុបចំណាំទេបាទដើរតួជានាមហើយមួយទៀតវាដើរតួជាគណនាមដល់យើងសេវាជាបែបនេះអញ្ចឹង different អានោះគេហៅ difference បាទគឺវាមានផ្សេងទៀតបើវាដើរតួជាគុណនាម different នេះគឺយើងប្រើវាជាមួយនឹង preposition from ប៉ុន្តែបើវាដើរតួជានាមយើងប្រើវាជាមួយនឹង preposition between កណ្ដាលអញ្ចឹងនៅប៉ុណ្ណេះខ្ញុំកន្លះចំណាប់ខ្ញុំចង់បង្ហាញជាកតិមួយក្នុងការប្រើប្រាស់ different ក្នុងនាមវាដើរតួជាគុណនាមហើយមួយទៀតដើរតួជានាមដើម្បីកុំឲ្យយើងមានការច្រឡំគ្នាក្នុងការប្រើប្រាស់មួយជានាមដែលយើងប្រើវាជាមួយនឹង preposition អីគេហើយមួយទៀតវាជាគុណនាមយើងប្រើវាជាមួយនឹង preposition អីគេអញ្ចឹងនៅលើនេះខ្ញុំ
បានបញ្ជាក់ហើយបាទអញ្ចឹងមានតែប៉ុណ្្នេះឯងជា example អញ្ចឹងសូមកណ្ណាកម្ចាស់បងប្អូនអាចសិក្សាស្រាវជ្រាវបន្តទៀតពាក់ព័ន្ធនឹងរបៀបនៃការប្រើប្រាស់ different នេះក្នុងនាមដើរតួជាគុណនាមឬដើរតួជាជំនាញបាទសូមអរគុណ